បាទសូមគោរពនឹងជម្រាបសួរអាយដាមលោកជំទាវលោកលោកស្រីដែលនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ខ្ញុំបាទសូមលើកយកនៅតម្រានៃការសាងសង់ផ្ទះរៀបចំបន្ទប់ឲ្យត្រូវទៅតាមក្បួនហុងស៊ុយបុរាណខ្មែរដើម្បីឲ្យម្ចាស់ផ្ទះនៅបានសេចក្តីសុខសេចក្តីចម្រើនទៅតាមថ្ងៃខែឆ្នាំកំណើតរបស់ពុកម៉ែបងប្អូនដែលជាម្ចាស់ផ្ទះបាទដោយសារយើងលើកយកនៅការសាងសង់ផ្ទះនេះយើងបែងចែកទៅជា7ដួងកែវប្រចាំជីវិតរបស់យើងហើយខ្ញុំសូមលើកយកនៅដួងកែវជីវិតទី2ដែលសម្រាប់លោកអ្នកចាប់ពីឆ្នាំជូតរហូតទៅដល់ឆ្នាំកុលតែយើងបែងចែកជួរណាដែលជួរដូចថាមានចម្ពោះដូចគ្នាមានជូតខ្ទងប្រមាណឆ្លើយខ្ទងប្រមាណដើម្បីសាងសង់ផ្ទះឲ្យត្រូវទៅតាមដួងកែវយើងបាទដោយសារយើងលើកយកនៅដួងកែវកំណើតទី2នេះដែលមានកាយច័ន្ទស្ថិតនៅលើផ្ទះខាងកៈបែកបាក់ពុកផុយបាទកាយច័ន្ទស្ថិតនៅលើទិសខាងកើតទិសបូរនិងផ្កាយអង្គាស្ថិតនៅលើទិសអាគ្នេយ៍ស្ថិតនៅលើពោតេស្អុយរលួយកាយពុទ្ធស្ថិតនៅលើផ្ទះរណ្ដៅទ្របកាយសៅស្ថិតនៅលើផ្ទះរាជាកាយពហុស្ថិតនៅលើផ្ទះមរណៈកាយរាហូស្ថិតនៅលើផ្ទះរណ្ដៅទ្របដែលស្ថិតនៅទិសខាងទិសពាយ័ព្យកាយធិបតីកាយសុខស្ថិតនៅលើផ្ទះធិបតីកាយអាទិត្យស្ថិតនៅលើផ្ទះទួងជ័យចឹងដែរនឹងរាល់ការសាងសង់ផ្ទះនឹងរៀបចំបន្ទប់ឲ្យត្រូវទៅតាមក្បួនហុងស៊ុយទៅតាមថ្ងៃខែឆ្នាំកំណើតរបស់យើងនេះយើងបែងចែកទិសល្អនិងទិសអាក្រក់បាទទិសល្អនោះយើងសម្រាប់ដាក់នៅលើបន្ទប់គេងកូនឬបន្ទប់របស់មេគ្រួសារប្តីប្រពន្ធហើយទិសផ្សេងទៀតទិសបរិវារយើងសម្រាប់ដាក់ទៅលើទិសដែលអ្នកដែលនៅជាមួយដែលជាអ្នកចាំហែហោមយើងអ្នកមើលខុសត្រូវផ្ទះជូតបោសសម្អាតផ្ទះអ្នកថែសួននេះហ្នឹងយើងដាក់ទិសបរិវារយ៉ាងណាមិញនៅក្នុងនេះដែរយើងឃើញថាទិសដែលល្អនោះគឺមានទិសខាងជើងនិងទិសឦសានដែលជាទិសអធិបតីនិងទិសទួងជ័យអញ្ចឹងដែរនៅក្នុងទិសនេះបើយើងមិនឆុងនៅទិសខាងជើងទេយើងត្រូវដាក់បន្ទប់គេងយើងនៅទិសខាងជើងតែបើសិននៅក្នុងករណីដែលយើងឆុងទិសជើងហ្នឹងយើងអាចរកទិសខាងផ្សេងទៀតដូចជាទិសខាងត្បូងដែលជាទិសរណ្ដៅទ្របយើងដាក់ទិសដែលយើងនៅប្តីប្រពន្ធហ្នឹងយើងអាចដាក់នៅទិសខាងរណ្ដៅទ្របដូចជាទិសខាងត្បូងតែយើងក៏ដេញទៅតាមថ្ងៃយើងក៏កើតរបស់យើងដែរយើងកើតថ្ងៃអាទិត្យថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធហ្នឹងគឺបរិវារផ្សេងគ្នាអញ្ចឹងបើយើងកើតថ្ងៃអាទិត្យបរិវារថ្ងៃអាទិត្យបរិវារអាយុដេជះសរីមូលៈអញ្ចឹងបើយើងកើតនៅក្នុងថ្ងៃអាទិត្យយើងអាចដាក់នៅក្នុងផ្ទះសៅរ៍ដែលជាផ្ទះរាជាអាហ្នឹងបន្ទប់របស់យើងបាទក្នុងករណីមួយទៀតបើយើងកើតនៅក្នុងថ្ងៃច័ន្ទបរិវារអាយុដេជះសរីមូលៈស្ថិតនៅលើកាយមរណៈបើយើងដាក់បើមូលៈយើងស្ថិតនៅលើកាយមរណៈយើងទៅដាក់បន្ទប់ដេកយើងនៅកាយមរណៈទិសខាងលិចទៀតអានឹងធ្វើឲ្យយើងមានជំងឺឈឺបាទធ្វើឲ្យយើងឆ្លោះទាស់តែងប្តីប្រពន្ធច្រើនបាទបើយើងកើតថ្ងៃអង្គារបរិវារអាយុដេជះសរីមូលៈអញ្ចឹងមូលៈស្ថិតនៅក្នុងទិសពាយ័ព្យយើងអាចដាក់បន្ទប់គេយើងនៅក្នុងទិសពាយ័ព្យក្នុងករណីមួយទៀតបើយើងកើតថ្ងៃពុធបរិវារអាយុដេជះសរីមូលៈឧស្សាហៈយើងអាចដាក់ផ្ទះយើងបន្ទប់គេយើងនៅទិសខាងឦសានទិស45ដឺក្រេអាហ្នឹងក៏ជាទិសល្អរបស់យើងដែរតែក្នុងករណីយើងកើតថ្ងៃពហុបរិវារអាយុដេជះសរីមូលៈស្ថិតនៅលើផ្ទះខាងកៈបែកបាក់ពុកផុយស្ថិតនៅលើទិសខាងកើតអញ្ចឹងយើងមិនអាចដាក់នៅបន្ទប់គេយើងបែរមុខទៅកើតឬក៏នៅទិសខាងកើតទេចឹងដែរការដេញគុណគូទៅតាមដួងកែវកំណើតនេះគឺយើងដេញទៅតាមថ្ងៃកើតរបស់យើងអញ្ចឹងឧទាហរណ៍យើងកើតថ្ងៃអាទិត្យឆ្នាំជូតយើងដាក់ផ្ទះ
ដាក់បន្ទប់ខុសពីអ្នកការថ្ងៃចានខុសពីអ្នកការថ្ងៃគាព្រោះដោយសារយើងដេញទៅតាមបរិវារអាយុដែលជាសេរីមូលៈឧស្សាហមន្ត្រីនិងការកណីហើយចំពោះទិសការកណីយើងត្រូវតែដាក់នៅដូចជាបន្ទប់ទឹកបាទបន្ទប់អនាម័យបាទហើយចឹងដែរខ្ញុំបានចងក្រងលម្អិតនៅក្នុង app My SB Fortune ដោយមានជាលិលាអក្សរជាឯកសារ PDF មានចំនួនប្រហែលជា6ទៅ7ទំព័រអញ្ចឹងលោកអ្នកអាច download យក app My SB Fortune របស់ខ្ញុំដើម្បីធ្វើការចូលទូទាយធ្វើការចូលទៅយើងវាយតែថ្ងៃខែឆ្នាំកំណើតយើងចូលទៅខ្ញុំនឹង app នឹងឲ្យឯកសារ PDF ចំនួន6ទៅ7សន្លឹកយើងអាច short screen យកទៅមើលនៅក្នុងនោះដែរមានតាំងពីឆុងទិសមានតាំងពីត្រូវប្រើពណ៌អ្វីត្រូវប្រើលេខអីឲ្យត្រូវទៅតាមដួងកែវកំណើតយើងហើយត្រូវតាមថ្ងៃកំណើតយើងកើតហើយយើងត្រូវប្រើវត្ថុអីដើម្បីឲ្យមានសេរីសួស្តីដើម្បីលើករាសីយើងអាហ្នឹងក៏ប្រើទៅតាមថ្ងៃយើងកើតដែរនៅក្នុងនោះខ្ញុំបានចងក្រងលម្អិតច្រើនហើយនៅក្នុងនោះមានព្យាករណ៍ពីជំងឺប្រចាំកាយរបស់យើងទៀតយើងកើតថ្ងៃអាទិត្យច័ន្ទទាហ្នឹងមានជំងឺឈឺប្រយ័ត្នទៅលើជំងឺអ្វីបាទនៅក្នុងនោះខ្ញុំបានសរសេរដាក់នៅក្នុងនោះដែរបាទហើយជាពិសេសទៀតនោះយើងអាចមើលទៅដឹងថាទិសឆុងប្រចាំជីវិតរបស់យើងជាទិសអីបាទអាទិសឆុងប្រចាំជីវិតហ្នឹងយើងជៀសវាងយើងទិញដីទិញផ្ទះយើងទិញហាក់ទិសដែលមិនឆុងនឹងប្រចាំជីវិតរបស់យើងនឹងឧទាហរណ៍ថាយើងឆុងទិសជើងយើងកុំទិញផ្ទះបែរមុខទៅជើងទិញដីបែរមុខទៅជើងអាហ្នឹងយើងហាមទៅយើងកុំទិញទៅតែបើក្នុងករណីដែលយើងមានដីមានផ្ទះហើយឆុងអាហ្នឹងយើងរៀបដល់បន្ទប់ទៅរៀបដល់បន្ទប់គេងទៅយើងយកបន្ទប់ដែលមានរណ្ដៅទ្រព្យរាជាទួងជ័យអធិបតីយើងនៅបន្ទប់ហ្នឹងវិញដើម្បីឲ្យរាសីយើងល្អបាទអញ្ចឹងដែរខ្ញុំបានសូមរៀបរាប់តាមប៉ុណ្នេះសូមគោរពថ្លែងអំណរគុណដល់អាដាមលោកវិទាវលោកលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនមួយទាំងអស់សូមជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលមានគ្រប់ក្រុមគ្រួសារបាទសូមជំរាបលាបាទ